ក្តៅដោយបាយពុះលោកដូណាល់ត្រាំប្រកាសថាបើអ៊ីរ៉ង់ប៉ុនប៉ងធ្វើឃាតលោកនឹងបញ្ជាឲ្យកំទេចប្រទេសនេះឲ្យរលាយបាត់ពិភពផែនដីភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់បានកើនឡើងកម្ដៅកាន់តែខ្លាំងក្រោយពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាប្រសិនបើប្រទេសអ៊ីរ៉ង់ប៉ុនប៉ងធ្វើឃាតលោកនឹងបញ្ជាឲ្យកំទេចប្រទេសនេះឲ្យរលាយបាត់ពិភពផែនដីនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Washington Examiner និង The Jerusalem Post នៅថ្ងៃទី21ខែមករាឆ្នាំ2026ការអត្ថាធិប្បាយដោយប្រើពាក្យពេចន៍ដ៏មុតស្រួចរបស់លោកដូណាល់ត្រាំត្រូវបានធ្វើឡើងអំឡុងពេលផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន News Nation ក្នុងកម្មវិធី Tonight ដើម្បីរំលឹកខួបឆ្នាំទី2នៃការចូលកាន់អំណាចរបស់លោកសម្រាប់អាណត្តិទី2សូមរំលឹកថាមេទ័ពកម្ពុជារបស់អ៊ីរ៉ង់ធ្លាប់បានគំរាមកាត់ដៃរបស់លោកដូណាល់ត្រាំគណៈទូរទស្សន៍រដ្ឋអ៊ីរ៉ង់គំរាមផ្ដាច់ជីវិតរបស់លោកយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Iran International English នៅថ្ងៃសុក្រទី16ខែមករាឆ្នាំ2026ឲ្យដឹងថាលោកម៉ូសេនរេហ្សៃមេទ័ពកម្ពុជានៃកងទ័ពឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC បានគំរាមលោកដូណាល់ត្រាំដោយចំកាលពីថ្ងៃប្រហ័សទី15ខែមករាឆ្នាំ2026ថាយើងនឹងកាត់ម្រាមដៃនិងប្រអប់ដៃរបស់គាត់ហើយថាអ៊ីរ៉ង់នឹងលែងទទួលយកបទឈប់បាញ់ទៀតហើយប្រសិនបើប្រទេសនេះត្រូវបានវាយប្រហារមេទ័ពម៉ូសេនរេហ្សៃបាននិយាយទៀតថាអ្នកមិនយកចិត្តទុកដាក់ចំពោះការអត់ធ្មត់និងភាពអត់ធ្មត់ជាយុទ្ធសាស្ត្រដែលយើងបានបង្ហាញនោះទេសូមបញ្ឈប់ឥឡូវនេះហើយថយក្រោយបើមិនដូច្នោះទេមូលដ្ឋានយោធារបស់អ្នកនៅក្នុងតំបន់មជ្ឈិមបូព៌ានឹងមិនមានសុវត្ថិភាពឡើយទន្ទឹមនេះទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចាក់ផ្សាយការគំរាមកំហែងប្រឆាំងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃទី14ខែមករាដោយបង្ហាញរូបភាពលោកដូណាល់ត្រាំជួបជុំក្រុមអ្នកគាំទ្រអំឡុងឆ្នាំ2024ដែលលោកត្រូវបានឃាតករលួចបាញ់ធ្វើឃាតអមដោយសារគំរាមថាលើកនេះក្របកាំភ្លើងនឹងមិនខុសទៀតទេការព្រមាននេះធ្វើឡើងនៅពេលដែលអ៊ីរ៉ង់ប្រឈមនឹងមហាបាតកម្មតវ៉ាពីពេញផ្ទៃប្រទេសដែលអង្គការសិទ្ធិមនុស្សរាយការណ៍ថាគិតត្រឹមថ្ងៃទី18ខែមករាឆ្នាំ2026បានបង្ហាញថានៅក្នុងមហាបាតកម្មនៅប្រទេសអ៊ីរ៉ង់បាតកររហូតដល់ជិត 20,000 នាក់ត្រូវបានសម្លាប់និងប្រមាណ 33,000 នាក់ត្រូវបានរងរបួសហើយក៏មានការបិទអ៊ីនធឺណិតទូទាំងប្រទេសផងដែរនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian